នេះជាកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមចាបងប្អូនស្ត្រីលោកអ្នកកំពុងតែនៅជាមួយនឹងកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមមេរៀនព្រលឹងវិញ្ញាណរបស់យើងនៅថ្ងៃនេះនិយាយអំពីអំណោយទានខាងព្រលឹងវិញ្ញាណបាទបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាព្រះជាម្ចាស់ប្រទានអំណោយទានខាងវិញ្ញាណដល់អ្នកជឿក្នុងបំណងនៃពន្ធកិច្ចក្រុមជំនុំនៅក្នុងមេរៀននេះលោកអ្នកនឹងមើលឃើញនៅអំណោយទានខាងឯវិញ្ញាណផ្សេងគ្នានិងពីរបៀបដែលអំណោយទានទាំងនោះត្រូវយកមកប្រើនៅក្នុងរូបកាយរបស់អង្គព្រះគ្រីស្ទចាបងប្អូនទាំងអស់គ្នាចង់ដឹងថាមេរៀនរបស់យើងនៅថ្ងៃនេះមានអត្ថន័យយ៉ាងណាយើងនឹងចូលដល់ចំណុចទី1ទាំងអស់គ្នាដែលចំណុចទី1និយាយអំពីលក្ខណៈនៃអំណោយទានខាងវិញ្ញាណចាអ្វីត្បិតតែអំណោយទានមានផ្សេងពីគ្នាហើយមានមុខងារខុសគ្នាក៏ដោយប៉ុន្តែគឺជាព្រះវិញ្ញាណដែលទ្រង់ធ្វើគ្រប់ទាំងអស់ក្នុងមនុស្សហើយព្រះវិញ្ញាណសម្ដែងក្នុងមនុស្សគ្រប់គ្នាដើម្បីឲ្យកើតផលទាំងអ្នកដែលមានសម្ដីដោយប្រាជ្ញាការប្រឲ្យជាចេះអធិប្បាយជាជំនួយជាអ្នកគ្រប់គ្រងនិងចេះនិយាយភាសាដទៃជាដើមចាព្រះគម្ពីរបានបង្ហាញប្រាប់យើងផងដែរថាអំណោយទានគឺប្រៀបដូចជារូបកាយនិងអវយវៈអញ្ចឹងទោះជាអវយវៈមានច្រើនពិតមែនគង់តែរួមគ្នាមកជារូបតែមួយបាទចំពោះយើងជាគ្រិស្តបរិស័ទព្រះជាម្ចាស់បានប្រាប់យើងថាចូលស្រឡាញ់និងបម្រើគ្នាទៅវិញទៅមកតាមអំណោយទានដែលយើងមានទុកដូចជាការចែកចាយយ៉ាងល្អនៃព្រះគុណជាច្រើនផ្លូវវិញអ្នកណាអាចធ្វើអ្វីបានក៏ធ្វើតាមនោះទៅកុំមើលបំណាំគ្នាហើយកុំប្រចាំគ្នាដើម្បីឲ្យព្រះបានថ្កើងឡើងក្នុងគ្រប់ការទាំងអស់ដែលយើងបានបម្រើគ្នាទៅវិញទៅមកចាត្រូវហើយបងសុផលបាទពិសេសឥឡូវយើងចូលដល់ចំណុចទី2វិញម្ដងគឺការប្រទានអំណោយទានខាងវិញ្ញាណនៅក្នុងព្រះគម្ពីររ៉ូមជំពូក12ខ6ដល់ខ7បានប្រាប់យើងថាដូច្នេះដែលមានអំណោយទានផ្សេងពីគ្នាតាមព្រះគុណដែលផ្ដល់មកយើងទោះបើជាសេចក្តីទំនាយនោះក៏ត្រូវទាយតាមຂ្នាតនៃសេចក្តីជំនឿឬបើជាការបម្រើនោះចូលបម្រើចោះឬជាការបង្រៀនចូលបង្រៀនទៅឬជាការទូន្មានចូលទូន្មានទៅឬជាការចែកទានចូលចែកដោយចិត្តស្មោះឬជាការនាំមុខចូលធ្វើដោយឧស្សាហ៍ឬការមេត្តាករុណាក៏ចូលធ្វើដោយរីករាយចោះបាទបងប្អូនអ្នកស្ដាប់ឥឡូវនេះយើងមកស្ដាប់ការយល់ដឹងអំពីអំណោយទានជាបណ្ដោះអាសន្នដើម្បីឲ្យមានការយល់ដឹងកាន់តែប្រសើរឡើងពីមុខងារនៃអំណោយទានខាងឯវិញ្ញាណគឺយើងបានចែកអំណោយទានជាពីរផ្នែកគឺបណ្ដោះអាសន្នពិសេសនិងអចិន្ត្រៃយ៍ព្រះវិញ្ញាណបរិសុទ្ធបានប្រទានអំណោយទានបណ្ដោះអាសន្នមកដើម្បីបញ្ជាក់បន្ថែមពីទីបន្ទាល់របស់ពួកសាវកនិងពួកហោរាអំណោយទានទាំងនោះជាទូទៅមាននៅក្នុងក្រុមជំនុំដំបូងប៉ុន្តែលែងឃើញមានទៀតហើយនៅពេលដែលក្រុមជំនុំកើតមានឡើងចាបងប្អូនអ្នកស្ដាប់ចំណុចទី1ការអស្ចារ្យអំណោយទានគឺជាសមត្ថភាពក្នុងការធ្វើការអស្ចារ្យនិងទីសម្គាល់ព្រះគ្រីស្ទបានធ្វើការអស្ចារ្យជាច្រើនដោយដែលបានកត់ទុកនៅក្នុងព្រះគម្ពីរសាវកប៉ុលបានប្រើអំណោយទាននេះដើម្បីបញ្ជាក់អំពីភាពជាសាវករបស់គាត់ដោយដែលបានពណ៌នានៅក្នុងព្រះគម្ពីរកូរិនថូសខ្សែទី2ជំពូក12ខ12បាទរីឯចំណុចទី2ការប្រោសឲ្យជាលោកសាវកពេត្រុសមានអំណោយទានហើយបញ្ជាក់ថាសាររបស់គាត់ពិតជាមកពីព្រះជាម្ចាស់មែនព្រមទាំងបានជួយស្ថាបនាមូលដ្ឋានគ្រឹះសម្រាប់ក្រុមជំនុំផងដែរចាចំពោះចំណុចទី3ភាសាដទៃនិងការបកប្រែភាសាដទៃអំណោយទាននេះគឺសំដែងឲ្យឃើញដោយការនិយាយដែលអ្នកនិយាយនោះមិនចេះនិយាយពីមុនមកទេអំណោយទាននេះត្រូវមកជាមួយអំណោយទានខាងឯការបកប្រែបាទប្រិយមិត្តអ្នកស្ដាប់ឥឡូវនេះយើងមកស្ដាប់ជាមួយគ្នាអំពីការយល់ដឹងពីអំណោយទានដែលនៅស្ថិតស្ថេរព្រះវិញ្ញាណបរិសុទ្ធបានប្រទានអំណោយទានទាំងអស់ដើម្បីនឹងស្អាងក្រុមជំនុំយើងឡើងអំណោយទានទាំងនោះមានជាទូទៅក្នុងក្រុមជំនុំដំបូងហើយវាក៏មាននៅក្នុងក្រុមជំនុំសប្តាហ៍ថ្ងៃនេះផងដែរចាត្រូវឲ្យបងប្អូនអ្នកស្ដាប់ចំណុចទី1គឺទំនាយគឺជាការអធិប្បាយឬការប្រាប់ជាមុនឬជាការប្រកាសអំពីបទគម្ពីរទំនាយមិនចាំបាច់ត្រូវតែមានន័យថាជាការប្រាប់ជាមុនពីអនាគតនោះទេ2ការបង្រៀន
អ្នកមានអំណោយទាននេះមានសមត្ថភាពក្នុងការបង្រៀនព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយអាចជួយអ្នកស្ដាប់ឲ្យយល់ពីបទគម្ពីរដូចជាព្រះជាម្ចាស់សពព្រះハរតីឲ្យយល់ បាទចំណុចទី3គឺជំនឿអំណោយទាននេះគឺជាជំនឿមិនផ្លាស់ប្ដូរជាជំនឿបណ្ដាលឲ្យជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដទោះបីជាជួបឧបសគ្គច្រើនលើសលប់យ៉ាងណាក៏ដោយហើយមើលទៅហួសពីសមត្ថភាពរបស់យើងជាមនុស្សដោះស្រាយក៏ដោយឬក៏កិច្ចការដ៏អស្ចារ្យយ៉ាងណាក៏ដោយលោកគ្រូ John MacArthur ហៅអំណោយទាននេះថាអំណោយទាននៃការអធិដ្ឋានពីព្រោះអំណោយទានទាំងនេះជាទូទៅគឺបានសម្ដែងឆ្ពោះទៅរកព្រះជាម្ចាស់តាមរយៈអំណាចនៃការអធិដ្ឋាន ចាចំពោះចំណុចទី4គឺប្រាជ្ញាគឺជាសមត្ថភាពដើម្បីអនុវត្តតាមគំនិតដែលបានចម្រើនឡើងតាមរយៈការទទួលបានមកពីខាងឯវិញ្ញាណដើម្បីឲ្យអ្នកជឿគ្រប់គ្នាដឹងខុសដឹងត្រូវពេលដែលបានអនុវត្តតាមចំណេះដឹងចំណុចទី5គឺចំណេះដឹងគឺជាការយល់ដឹងមួយពីសេចក្តីពិតនៃបទគម្ពីរបើតាមទស្សនៈរបស់មនុស្សចំណេះដឹងគឺជាការសិក្សាដ៏ជ្រៅជ្រះឬក៏ជាសមត្ថភាពក្នុងការស្គាល់សេចក្តីពិតនៃបទគម្ពីរនៅក្នុងភាពយ៉ាងទូលំទូលាយនិងជ្រាលជ្រៅ បាទរីឯចំណុចទី6ការស្គាល់ខុសស្គាល់ត្រូវការស្គាល់ខុសស្គាល់ត្រូវគឺជាសមត្ថភាពក្នុងការនិយាយប្រាប់ពីសេចក្តីណាមួយមកពីព្រះវិញ្ញាណនិងសេចក្តីណាមួយដែលមិនមែនមកពីព្រះវិញ្ញាណអាចញែកសេចក្តីពិតចេញពីសេចក្តីមិនពិតពិសីប្រើប្រាស់អំណោយទានដើម្បីការពារក្រុមជំនុំចំណុចទី7មេត្តាករុណានេះជាសមត្ថភាពដើម្បីបង្ហាញពីចិត្តអាណិតអាសូរស្រឡាញ់ចំពោះអស់អ្នកណាដែលត្រូវការខាងឯវិញ្ញាណខាងឯសាច់ឈាមនិងខាងផ្លូវចិត្ត ចាបងប្អូនអ្នកស្ដាប់ចំពោះចំណុចទី8គឺការទូន្មានគឺជាសមត្ថភាពក្នុងការលើកទឹកចិត្តនិងការជំរុញចិត្តនរណាម្នាក់បុគ្គលណាដែលមានអំណោយទានអាចអែបមកចិត្តអ្នកផ្សេងឯទៀតដើម្បីសម្រាលទុក្ខគេដោយសេចក្តីស្រឡាញ់និងដើម្បីលើកទឹកចិត្តគេបដិញ្ញាក្នុងការលូតលាស់ខាងឯវិញ្ញាណឲ្យកាន់តែជ្រាលជ្រៅឬក៏ដាស់តឿនគេឲ្យអនុវត្ត9ការផ្ដល់ឲ្យអំណោយទាននេះគឺសំដៅផ្ទាល់ទៅលើពន្ធកិច្ចនៃការផ្ដល់ឲ្យដូចជាម្ហូបអាហារសម្លៀកបំពាក់ប្រាក់កាសនិងផ្ទះសម្បែងជាដើមដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមជំនុំ បាទរីឯចំណុចទី10ការគ្រប់គ្រងអំណោយទានគឺជាសមត្ថភាពក្នុងការមើលថែហ្វូងជៀមអំណោយទាននេះអាចមើលឃើញនៅក្នុងចំណោមគ្រូគង្វាលចាស់ទុំក៏ដូចជាអ្នកដឹកនាំសហគមន៍បេសកជនបេសកកម្មយុវជនក្រុមស្ត្រីនិងសហគមន៍ផ្សាយដំណឹងល្អលក្ខនឹងលក្ខរីឯចំណុចទី11គឺជំនួយអំណោយទាននេះគឺជាសមត្ថភាពក្នុងការជួយឧបត្ថម្ភនៅពេលដែលមានតម្រូវការឬជួយសម្រាលបន្ទុកគ្នាទៅវិញទៅមកតាមស្ថានភាពដែលកើតមានឡើងជាក់ស្ដែងរីឯចំណុចទី12ការបម្រើអំណោយទាននៃការបម្រើគឺសំខាន់ណាស់ធ្វើការសម្រាប់រូបកាយរបស់ព្រះគ្រីស្ទនៅក្នុងផ្នែកនៃពន្ធកិច្ចខាងពលកម្មសេវាកម្មដូចជាការបម្រើផ្នែកម្ហូបអាហារឬក៏ការថែទាំការដឹកនាំថ្វាយបង្គំឬក៏ការបោសសម្អាតព្រះវិហារជាដើម ចាបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាឥឡូវយើងចូលដល់ការអនុវត្តអំណោយទានខាងឯព្រលឹងវិញ្ញាណវិញម្ដងព្រះគម្ពីរមិនបានបញ្យល់ប្រាប់ពីការដែលមនុស្សម្នាក់ៗអាចកំណត់យកអំណោយទានខាងឯវិញ្ញាណរបស់ពួកគេយ៉ាងជាក់លាក់ដោយរបៀបណាទេប៉ុន្តែលោកអ្នកអាចចាប់ផ្ដើមដោយការស្ដាប់បង្គាប់ជាមុនដំបូងដោយដែលបានលើកឡើងនៅក្នុងតារាងខាងលើចូលស្វែងរកឱកាសហើយអធិដ្ឋានសូមឲ្យមានឱកាសក្នុងការបម្រើចូលស្វែងរកការប្រឹក្សាពីអ្នកជឿផ្សេងទៀតពីព្រោះពួកគេអាចស្គាល់ច្បាស់ពីអំណោយទានរបស់លោកអ្នកជាងលោកអ្នកស្គាល់ខ្លួនឯងទៅទៀតការចាប់ផ្ដើមគឺបម្រើក្រុមជំនុំរបស់លោកអ្នកដោយចោះចូលចំពោះចាស់ទុំគឺជាជំហានមួយអាចនាំឲ្យលោកអ្នករកឃើញអំណោយទានរបស់លោកអ្នកបានពិសេសពិតជាល្អណាស់នេះជាសារដែលដាស់តឿនដែលយើងអាចនឹងជួបចាស់ទុំយើងអាចឲ្យពួកគាត់ប្រាប់ពីអំណោយទានរបស់យើងចា៎បាទបងប្អូនអ្នកស្ដាប់មេរៀនរបស់យើងនៅថ្ងៃនេះបានកែសម្រួលនិងដកស្រង់មកពីសៀវភៅមូលដ្ឋានគ្រឹះនៃសេចក្តីជំនឿបាទដោយសារតែមេរៀនរបស់យើងនៅថ្ងៃនេះបានដល់ពេលវេលានិងដល់ទីបញ្ចប់ហើយសង្ឃឹមថាមេរៀនរបស់យើងនៅថ្ងៃនេះបានធ្វើជាជំនួយការនៃការជួយលើកទឹកចិត្តនិងជួយឲ្យបងប្អូនបានស្វែងរកអំពីអំណោយទានខាងឯវិញ្ញាណណាមួយផងដែរពេលនេះ
សូមបងប្អូនបានចំណាយពេលចូលរួមអធិដ្ឋានជាមួយនឹងពិសីទាំងអស់គ្នាដើម្បីសូមជំនួយនិងប្រាជ្ញាមកពីព្រះបន្ថែមទៀតក្នុងការស្វែងរកអំណោយទានឲ្យបានកាន់តែច្បាស់នៅក្នុងខ្លួនរបស់យើងម្នាក់ៗដែលបង្ហាញមកពីព្រះបាទនៅពេលនេះសូមអញ្ជើញអធិដ្ឋានជាមួយនឹងពិសី អោព្រះវរបិតាដែលគង់នៅស្ថានសួគ៌គុណសូមអរព្រះគុណទ្រង់សម្រាប់អំណោយទានផ្សេងៗគ្នាដែលទ្រង់បានប្រទានមកគុណម្នាក់ៗតែយើងបានរួបរวมគ្នាក្នុងការបម្រើទ្រង់តែមួយសូមឲ្យគុណទាំងអស់គ្នាបានប្រើអំណោយទានទាំងនោះឲ្យត្រូវតាមតម្រូវការនិងតាមបំណងព្រះハរតីរបស់ទ្រង់ផងដែរសូមកុំឲ្យគុណទាំងអស់គ្នាមានអំនួតឡើយគុណសូមថ្វាយបងប្អូនអ្នកស្ដាប់ទាំងអស់ទៅក្នុងព្រះហស្ថដ៏មានអំណាចព្រះចេស្តារបស់ទ្រង់សូមការពារនិងប្រទានពរដល់បងប្អូនអ្នកស្ដាប់ទាំងអស់គុណសូមអធិដ្ឋានដោយនៅក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនបាទកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមបានដល់ពេលវេលាដែលត្រូវគោរពលាដល់បងប្អូនស្ត្រីហើយចា៎យើងទាំងពីរនាក់សង្ឃឹមថាកម្មវិធីរបស់យើងនៅថ្ងៃនេះនឹងបានលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាហើយក៏សង្ឃឹមថាបងប្អូននឹងយកអ្វីដែលយើងខ្ញុំបានជម្រាបជូននៅថ្ងៃនេះទៅពិចារណាជាមួយគ្នាផងដែរចា៎ប្រសិនបើបងប្អូនមានចម្ងល់ឬមានអ្វីចង់ឲ្យយើងខ្ញុំអធិដ្ឋានឲ្យបងប្អូនអាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទ092 60 60 51ឬតាមរយៈ Telegram លេខ092 60 60 51ឬតាមរយៈ Facebook Page TikTok និង YouTube ឈ្មោះកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមនោះយើងនឹងរីករាយស្វាគមន៍ដល់អ្នកកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមផលិតឡើងដោយអង្គការសកលកម្ពុជាកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមសូមលំអរការជម្រាបលាប្រិយមិត្តអ្នកស្ដាប់ត្រឹមតែប៉ុណ្ណេះសិនចាសសន្យាថានឹងវិលមកជួបគ្នាម្ដងទៀតនៅសប្ដាហ៍ក្រោយតាមពេលវេលាដដែលនិងម៉ោងដដែលរស់នៅត្រូវតែមានសង្ឃឹមសូមជម្រាបលាសូមព្រះប្រទានពរ